តើឧទ្ធម្ភិកចៈប្រយុទ្ធ AH6 ដែលជាឧទ្ធម្ភិកចៈខ្នាតតូចនេះមានសមត្ថភាពខ្លាំងប៉ុណ្ណាបានជាសហរដ្ឋអាមេរិកសម្រាប់ចិត្តប្រើប្រាស់វាក្នុងបេសកកម្មសង្គ្រោះអ្នកបើកបរយន្តហោះចម្បាំងក្នុងប្រតិបត្តិការសង្គ្រោះពីឡុតរបស់សហរដ្ឋអាមេរិកដែលបើកបរយន្តហោះចម្បាំងប្រភេទ F-15 ដែលធ្លាក់នៅក្នុងការវាយប្រហារលើទឹកដីរបស់អ៊ីរ៉ង់សហរដ្ឋអាមេរិកបានប្រើប្រាស់យន្តហោះនិងឧទ្ធម្ភិកចៈសរុបចំនួន155គ្រឿងមានទាំងយន្តហោះចម្បាំងយន្តហោះដឹកជញ្ជូនឧទ្ធម្ភិកចៈចម្បាំងនិងឧទ្ធម្ភិកចៈដឹកជញ្ជូនដោយយើងបានដឹងរួចមកហើយថាសហរដ្ឋអាមេរិកគឺជាស្ដេចនៃសភាវុធជាពិសេសទៅលើយន្តហោះចម្បាំងនិងឧទ្ធម្ភិកចៈចម្បាំងប៉ុន្តែអ្វីបានជាសហរដ្ឋអាមេរិកប្រើប្រាស់ឧទ្ធម្ភិកចៈប្រយុទ្ធខ្នាតតូចប្រភេទ AH6 ជំនួសឲ្យស្ដេចនៃឧទ្ធម្ភិកចៈចម្បាំងរបស់ខ្លួនប្រភេទ AH64 នៅក្នុងប្រតិបត្តិការសង្គ្រោះមួយនេះ AH6 គឺជាឧទ្ធម្ភិកចៈប្រយុទ្ធខ្នាតតូចដែលត្រូវបានផលិតដោយក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិកវាត្រូវបានអភិវឌ្ឍចេញពីឧទ្ធម្ភិកចៈប្រភេទ OH6KUS ហើយវាត្រូវបានចាត់ទុកជាត្រកូលរបស់ឧទ្ធម្ភិកចៈ Civil ប្រភេទ MD500 គេបានដាក់រសនាមឲ្យវាថា Little Bird ដែលមានន័យថាកូនបក្សីតូចសម្រាប់មូលហេតុដែលគេបានដាក់រសនាមបែបនេះទៅឲ្យវាគឺដោយសារតែរូបរាងតូចនិងទម្ងន់ដ៏សែនស្រាលបំផុតរបស់វាដែលវាមានទម្ងន់ត្រឹមតែ722គីឡូក្រាមតែប៉ុណ្ណោះគឺជាទម្ងន់ទូលខ្លួនឧទ្ធម្ភិកចៈទទេមករួមបញ្ចូលជាមួយអាវុធសម្រាប់ឧទ្ធម្ភិកចៈប្រយុទ្ធទម្ងន់ប៉ុណ្ណេះគឺពិតជាស្រាលខ្លាំងមែនទែនបើយើងប្រៀបធៀបទៅគឺវាស្រាលជាងកូនឡាន Kia Morning មួយទៅទៀតប៉ុន្តែទម្ងន់ដ៏ស្រាលបែបនេះគឺជាគុណសម្បត្តិរបស់វាធ្វើឲ្យឧទ្ធម្ភិកចៈនេះងាយស្រួលក្នុងការបត់បែនជាពិសេសក្នុងទីចង្អៀតវាត្រូវបានប្រើប្រាស់ភាគច្រើនទៅលើបេសកកម្មពិសេសដែលការហោះហើរត្រូវការភាពស្ងប់ស្ងាត់និងរយៈកម្ពស់ទាបដើម្បីគេចពីប្រព័ន្ធរ៉ាដារបស់សត្រូវឧទ្ធម្ភិកចៈនេះត្រូវបានហោះហើរសាកល្បងជាលើកដំបូងនៅក្នុងឆ្នាំ1967និងត្រូវបានប្រកាសជាផ្លូវការនៅក្នុងឆ្នាំ1980វាត្រូវបានបែងចែកជាច្រើន version ដូចជា MH6 មុខងាររបស់វាគឺដឹកទាហានពិសេសចំនួនពី4ទៅ6នាក់នៅពីជំហាននៃឧទ្ធម្ភិកចៈ AH6 ជា version បំពាក់អាវុធធនធ្ងន់នៅសងខាងនិង MD500 ជា version Civil ដែលភាគច្រើនបម្រើឲ្យអង្គភាពប៉ូលីសនិងក្រុមហ៊ុនឯកជនវាត្រូវបានផលិតដោយក្រុមហ៊ុនចំនួន3ផ្សេងៗគ្នាដូចជាក្រុមហ៊ុន MD Helicopter Family ក្រុមហ៊ុន Shoot និងក្រុមហ៊ុន McDonnell Douglas ប៉ុន្តែបច្ចុប្បន្ននេះវាត្រូវបានផ្ទេរការផលិតនិងស្រាវជ្រាវឲ្យទៅកាន់ក្រុមហ៊ុន Boeing ដែលជាអ្នកគ្រប់គ្រងបន្ត AH6 ឬក៏ MH6 នេះមានប្រវែងបណ្ដោយ 9.9 ម៉ែត្ររួមបញ្ចូលទាំងស្លាបចក្រមានទទឹង 1.4 ម៉ែត្រនិងមានកម្ពស់ 2.67 ម៉ែត្រវាបានបំពាក់ម៉ាស៊ីន Turbo Shaft ចំនួន1ប្រភេទ Allison T63A5A ដែលមានកម្លាំងសេះសរុបចំនួន425 HPវាបានភ្ជាប់មកជាមួយធុងប្រេងឥន្ធនៈចំនួន235លីត្រដែលអាចនាំឲ្យវាហោះបានចម្ងាយ430គីឡូម៉ែត្រជាមួយនឹងល្បឿន285គីឡូម៉ែត្រក្នុង1ម៉ោងជាល្បឿនអតិបរមាឧទ្ធម្ភិកចៈនេះអាចផ្ទុកទម្ងន់សរុបបាន1406គីឡូក្រាមនិងអាចហោះបានរយៈកម្ពស់ 18700 feet ឬស្មើនឹង 5700 ម៉ែត្រពីដីរីឯប្រព័ន្ធបញ្ជារបស់វាក៏មានភាពសាមញ្ញងាយស្រួលក្នុងការគ្រប់គ្រងមិនសូវស្មុគស្មាញដូចជាឧទ្ធម្ភិកចៈចម្បាំងខ្នាតធំនោះទេហើយបើយើងនិយាយអំពីប្រព័ន្ធអាវុធរបស់វាវិញគឺវាអាចបំពាក់បានដូចជាកាំភ្លើងយន្តធុនធ្ងន់ប្រើប្រាស់គ្រាប់50 BMG ប្រភេទ GAU-19 វាគឺជាកាំភ្លើងយន្តបង្វិលកាណុងដែលមានកាណុងសរុបចំនួន3កាំភ្លើងនេះមានទម្ងន់63គីឡូក្រាមហើយវាអាចបាញ់បានចំនួន 2000 គ្រាប់ក្នុង1នាទីនិងអាចបាញ់បានចម្ងាយរហូតដល់6គីឡូម៉ែត្រវាមានប្រសិទ្ធភាពខ្លាំងចំពោះការបែររថយន្តយោធានិងរថពាសដែកធន់ស្រាលវាក៏អាចបំពាក់កាំភ្លើងយន្តមួយប្រភេទទៀតបានផងដែរគឺ M134 Minigun វាគឺជាកាំភ្លើងយន្តធន់ស្រាលប្រើប្រាស់គ្រាប់ទំហំ 7.62x51 មីលីម៉ែត្រវាមានកាណុងបង្វិលចំនួន6កាណុងអ្វីប៉ុន្តែវាគឺជាកាំភ្លើងយន្តធន់ស្រាលប៉ុន្តែល្បឿនបាញ់របស់វាបានរហូតដល់ 6000 គ្រាប់ក្នុង1នាទីវាពិតជាល្បឿនដ៏លឿនបំផុតមួយសម្រាប់កាំភ្លើងយន្តដែលបំពាក់ទៅលើឧទ្ធម្ភិកចៈប៉ុន្តែចម្ងាយរបស់វាបាញ់បានត្រឹមតែ 1000 ម៉ែត្រតែប៉ុណ្ណោះកាំភ្លើងយន្តនេះស័ក្តិសមបំផុតសម្រាប់បាញ់ស្រោចទៅលើទាហានសត្រូវដែលនៅផ្ដុំគ្នាក្នុងចំនួនច្រើនវាក៏អាចមានជម្រើសបំពាក់បន្ថែមបានទៀតដូចជាគ្រាប់រ៉ុកែតវងប្រភេទ Hydra 70ដែលមានបំពង់បាញ់ចំនួន7បំពង់វាប្រើប្រាស់គ្រាប់រ៉ុកែតទំហំ70មីលីម៉ែត្រនិងអាចបាញ់បានចម្ងាយជាង10គីឡូម៉ែត្រក្នុងល្បឿន730គីឡូម៉ែត្រក្នុង1ម៉ោងហើយសម្រាប់មីស៊ីលរបស់វាវិញវាអាចបំពាក់បានពីរប្រភេទគឺ AGM-114 Hellfire និង FIM-92 Stinger ដែល AGM-114 Hellfire គឺជាមីស៊ីលបាញ់ពីអាកាសទៅដីវាគឺជាមីស៊ីលពិសេសដែលដំណើរការដោយប្រព័ន្ធឡាស៊ែរនាំផ្លូវ
វាត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងគោលដៅដែលមានតម្លៃខ្ពស់ដែលមានល្បឿនរបស់វាអាចហោះបាន 1600 គីឡូម៉ែត្រក្នុង1ម៉ោង និងអាចហោះបានចម្ងាយ 11 គីឡូម៉ែត្រ រីឯ FIM-92 Stinger គឺជាមីស៊ីលដែលលីលើស្មារបស់ទាហានថ្មើរជើងដើម្បីបាញ់ឧទ្ធម្ភាគចក្រឬក៏យន្តហោះចម្បាំង ប៉ុន្តែគេបានកែច្នៃវាដើម្បីបំពាក់ទៅលើឧទ្ធម្ភាគចក្រ AH-6 វាមានមុខងារជាមីស៊ីលចាប់កម្ដៅគេបានបំពាក់វាទៅលើឧទ្ធម្ភាគចក្រនេះគឺដើម្បីឲ្យវាមានសមត្ថភាពក្នុងការប្រយុទ្ធជាមួយឧទ្ធម្ភាគចក្រចម្បាំងរបស់សត្រូវនៅពេលមានការជួបប្រយុទ្ធគ្នាដោយចៃដន្យ សម្រាប់គំនិតនៃការបង្កើតឧទ្ធម្ភាគចក្រនេះឡើងជាលើកដំបូងគឺមិនមែនដើម្បីបំពាក់អាវុធប្រយុទ្ធនៅក្នុងសមរភូមិនោះទេគេបង្កើតវាឡើងមកដើម្បីដឹកជញ្ជូនទាហានរបួសនិងឆ្លប់យកការក្នុងតំបន់សមរភូមិក្តៅដោយសារតែវាមានទំហំតូចនិងងាយស្រួលបត់បែនដោយសារតែការមើលឃើញនៅភាពរហ័សរហួនរបស់វាទើបបានជាយោធារបស់សហរដ្ឋអាមេរិកសម្រេចកែច្នៃឧទ្ធម្ភាគចក្រប្រភេទនេះឲ្យក្លាយទៅជាឧទ្ធម្ភាគចក្រចម្បាំងធន់ស្រាលដំបូងបំផុតនៅលើពិភពលោក វាត្រូវបានប្រើប្រាស់ដោយកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកជាច្រើនដូចជា Delta Force, SEAL Team 6 និងកងកម្លាំងពិសេសឧទ្ធម្ភាគចក្រលេខ 160 Night Stalker មិនត្រឹមតែប៉ុណ្ណោះវាក៏ត្រូវបាននាំចេញទៅកាន់យោធាដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកជាច្រើនប្រទេសផងដែរហើយចំពោះតម្លៃរបស់វាវិញវាមានតម្លៃចន្លោះពី 8 ទៅ 10 លានដុល្លារក្នុងមួយគ្រឿងអាស្រ័យទៅលើបច្ចេកវិទ្យានិងអាវុធដែលបានបំពាក់ ហើយចំពោះមូលហេតុដែលសហរដ្ឋអាមេរិកសម្រេចប្រើប្រាស់ឧទ្ធម្ភាគចក្រប្រភេទនេះជំនួសឲ្យឧទ្ធម្ភាគចក្រប្រយុទ្ធកម្រិតខ្ពស់របស់ខ្លួនប្រភេទ AH-64 គឺដោយសារតែតំបន់ភូមិសាស្ត្រនៅក្នុងប្រទេសអ៊ីរ៉ង់សម្បូរទៅដោយភ្នំនិងស្មុគស្មាញខ្លាំងដូច្នេះការប្រើប្រាស់ឧទ្ធម្ភាគចក្រខ្នាតតូចវាងាយស្រួលបត់បែនជាងនិងមានប្រសិទ្ធភាពក្នុងប្រតិបត្តិការជាងពីព្រោះថាក្នុងប្រតិបត្តិការនេះមិនមែនជាប្រតិបត្តិការវាយលុកកម្រិតធ្ងន់នោះទេវាគឺជាប្រតិបត្តិការជួយសង្គ្រោះ ការហោះហើរចូលទៅក្នុងដែនដីរបស់សត្រូវគឺត្រូវការឧទ្ធម្ភាគចក្រដែលមានសម្លេងស្ងាត់និងអាចហោះបានរយៈកម្ពស់ទាបវាងាយស្រួលក្នុងការគេចពីរ៉ាដានិងប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់សម្រាប់ AH-64 ថ្មីត្បិតតែវាបំពាក់អាវុធធុនធ្ងន់និងមានល្បឿនហោះលឿនជាងប៉ុន្តែក្នុងបេសកកម្មនេះគេមិនត្រូវការល្បឿនលឿននោះទេគេត្រូវការភាពស្ងប់ស្ងាត់ពីព្រោះថាការហោះហើរចូលដែនអាកាសរបស់សត្រូវបើសិនជារ៉ាដារបស់សត្រូវចាប់បានគឺស្មើនឹងបេសកកម្មបរាជ័យ ដូច្នេះហើយគេមិនត្រូវការឧទ្ធម្ភាគចក្រដែលល្អឥតខ្ចោះនោះទេគឺគេត្រូវការឧទ្ធម្ភាគចក្រដែលមានភាពបត់បែនរហ័សរហួនហើយសម្រាប់ AH-6 ឬក៏ MH-6 នេះមានគ្រប់លក្ខខណ្ឌទាំងអស់ដើម្បីបំពេញបេសកកម្មដ៏គ្រោះថ្នាក់មួយនេះសរុបសេចក្តីមកវិញក្នុងបេសកកម្មធំៗមួយចំនួនមិនប្រកាសថាចាំបាច់ត្រូវតែប្រើសភាវុធដែលខ្លាំងបំផុតនោះទេជាក់ស្ដែងដូចជាបេសកកម្មនេះជាដើមឧទ្ធម្ភាគចក្រ AH-6 នេះមិនមែនជាឧទ្ធម្ភាគចក្រប្រយុទ្ធដែលខ្លាំងបំផុតនោះទេប៉ុន្តែវាអាចបំពេញការងារនេះបានដោយជោគជ័យ